ដើមសាច់រឿងនៃភាគទី4នេះមកយើងក៏បានកញ្ញាសាក់សបានសួរទៅកាន់លោកគ្រូរបស់នាងថាតើលោកគ្រូដើរទៅនេះមានអ្នកនៅដែរឬទេនៅពេលនោះពួកគេបានភ្ញាក់ផ្អើលខ្លាំងដោយសារតែធម្មពលដែលនៅទីនោះពិតជាសម្បូរបែបខ្លាំងមែនទែនគ្រាន់តែចំហាយតែនៅតាមទីនោះក៏បានត្រាស់ដឹងថាជាប្រពន្ធតែម្ដងដល់ពេលនោះអាកូនសាក់បៃតងក៏បានដើរមកសួរថាតើអ្នកទាំងពីរគឺជាភ្ញៀវមែនទេហើយមកទីនេះមានការអ្វីដែរហើយតាសាសក៏បាននិយាយថាខ្ញុំបានមកពីនិកាយជើងសានហើយមកទីនេះដើម្បីជួបព្រឹទ្ធាចារ្យយេចំណែកអាកូនសាក់បៃតងវិញពេលលើថាពួកគេមកពីនិកាយជើងសានវៀតនេះពិតជាភ័យខ្លាំងមែនទែនដោយសារតែគេធ្លាប់ចូលលួចរបស់របរក្នុងបកនិកាយជើងសាននេះឯងហើយកូនសាក់លឿងក៏បានលើកចង្កូងសុំទោសនៅពេលតែម្ដងដោយសារតែគេបានលួចរបស់របរនៅក្នុងបកនិកាយជើងសាននេះឯងហើយនៅពេលនោះកញ្ញាសាក់សបានប្រឹងនឹងលុកដៃទៅជួយក្មេងតូចនោះហើយក៏លោកគ្រូរបស់គាត់ក៏បានចាប់ដៃជាប់នៅពេលនោះព្រឹទ្ធាចារ្យយេក៏បាននិយាយថាចំហាយដែលចេញអំពីក្មេងនេះពិតជាខ្លាំងក្លាមែនទែនតែអាចទេដែលព្រឹទ្ធាចារ្យយេបញ្ជូនគាត់អមតេភាសាស្អាតរបស់យើងហើយក៏បាននិយាយថាមើលចុះសម្បីតែបោះដីមួយនេះក៏បានធ្វើអំពីរោមសត្វវិញ្ញាណដ៏ខ្លាំងក្លាផងដែរមើលទៅគាត់មិនមែនជាអ្នកប្រកាសធម្មតាទេតែអាចយករោមសត្វបែបនេះយកមកធ្វើជាអំបោះបោះស្មៅបានហើយគ្រូនិស្សិតគេក៏បាននិយាយថាមិនអីទេបើជាព្រឹទ្ធាចារ្យយេចង់សាកល្បងភាពសាស្ត្ររបស់យើងហើយយើងនឹងធ្វើវាបានហើយកូនសាក់លឿងក៏បានធ្វើមុខឆ្ងល់មែនតើហ៎តើពួកនេះធ្វើអ្វីហ្នឹងហើយគ្រូនិស្សិតទាំងពីរនាក់គេក៏បាននិយាយថាមិនអីទេការងារទាំងអស់គឺសិតតែខ្ញុំធ្វើដើម្បីបញ្ជាក់ភាសាស្អំឲ្យព្រឹទ្ធាចារ្យយេឃើញលោកកាន់មកដល់ពេលយប់ឡើងតួឯកប្រាប់របស់យើងដែលត្រូវជាជីហ្វាននេះឯងក៏បាននិយាយទៅកាន់អាកូនសាក់លឿងថាតើយកសិតឆ្កែនេះទៅឆាញ៉ាំតែម្ដងហើយគ្រូនិស្សិតរបស់គេក៏បាននិយាយថាមើលទៅចំហាយថាអំពើដែលចេញពីសម្បត្តិស្នេហ៍របស់គាត់ពិតជាខ្លាំងក្លាមែនតើកំបិតស្នេហ៍នេះពិតជាខ្លាំងក្លាមែនតើសម្បីតែខ្ញុំក៏មិនដែលឃើញវាពីមុនដែរសម្បីតែសត្វឆ្កែមួយនេះក៏វាមានថាអំពើខ្លាំងក្លាដែរដែលវាមិនមែនសត្វឆ្កែធម្មតាទេវាគឺជាស្ដេចចចកបើសិនជាខ្ញុំវាគ្នាមួយស្មើជាមួយស្ដេចចចកមួយនោះពិតជាមិនអាចគ្មានឱកាសឈ្នះបានទេប៉ុន្តែព្រឹទ្ធាចារ្យយេក៏បានចាប់វាលេងបានយ៉ាងសប្បាយនៅពេលនេះស្ដេចចចករបស់យើងក៏បានប្រើកម្លាំងខ្លាំងដើម្បីធ្វើចេញពីខ្សែដែលយេហ្វានរបស់យើងបានចងនោះវាតែវាមិនបានបើកការវាប្រហារទៅកាន់យេហ្វានរបស់យើងទេតែបែរជាលើកចង្កូងសំយេហ្វានរបស់យើងធ្វើជាលោកម្ចាស់យើងទៅវិញដែលបែបនេះឯងបានធ្វើឲ្យតាសាក់សពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតាមពិតទៅសត្វឆ្កែមួយនោះមិនបានខ្លាចទៅកាន់តួឯកប្រាប់របស់យើងទេតែវាខ្លាចទៅកាន់ថាអំពើដែលចេញពីកំបិតមួយនោះហើយតាសាក់សក៏បាននិយាយថែមទៀតថាបើសិនជាកំបិតនេះបានធ្លាក់ដល់ដៃប៉ាក់ជីងហ្វានរបស់យើងដឹងតែរីកចម្រើនខ្លាំងមកកញ្ញាសាក់សគ្រាន់តែលើបែបនេះភ្លាមក៏បាននិយាយទៅកាន់តួឯកប្រាប់របស់យើងថាតើលោកម្ចាស់អាចឲ្យខ្ញុំខ្ចីកំបិតរបស់លោកម្ចាស់បានទេស្រាប់តែនៅពេលនោះតាសាក់សក៏បានចាប់បោកក្បាលកូនសិស្សរបស់ខ្លួនទៅកាន់ដីយ៉ាងខ្លាំងហើយតាសាក់សក៏បាននិយាយថែមទៀតថាតើឯងធ្វើភ្លើឬក៏មិនដឹងអីតែឯងដឹងទេក៏គឺជាអ្នកខ្លាំងតើគាត់អាចនឹងងាយបកលកំបិតមួយនោះឲ្យដល់ឯងងាយមែនទេស្រាប់តែនៅពេលនោះតួឯកប្រាប់របស់យើងក៏បាននិយាយថាមិនអីទេបើសិនជាអ្នកចង់បានយកចោះខ្ញុំមានច្រើនទៀតកន្លែងនេះខ្ញុំសូមនិយាយបន្តិចដោយសារតួឯកប្រាប់របស់យើងគាត់មិនអាចមើលឃើញធម្មពលនិងធម្មពលវិញ្ញាណដែលចេញពីអាវុធវិញ្ញាណរបស់គាត់បានទេតែនិយាយពីកម្រិតរបស់គាត់វិញគឺខ្លាំងមែនទែនដែលអាចប្រៀបបាននឹងព្រះបានចូលមកដល់សាច់រឿងយើងវិញតាសាក់សក៏បាននិយាយថាអរគុណលោកម្ចាស់យេហើយក៏បានញឹមទឹកភ្នែកទឹកសបោពេញនឹងនេះឯងកាត់មកដល់កន្លែងមួយទៀតវិញគេមានសិស្សប្រមាណអ្នកក៏បាននិយាយថាតែឯងដឹងទេថ្ងៃនេះលោកមេប៉ាក៏បានទទួលបានអាវុធវិញ្ញាណថ្មីនៅពេលនោះគេក៏បានក្រឡេកទៅឃើញអាវុធវិញ្ញាណដែលលោកមេប៉ាកំពុងទៅកាន់ដែលគ្រាន់តែជាវុធថៅដ៏ចាស់មួយតែប៉ុណ្ណោះនៅពេលនោះពួកសិស្សគាត់បាននិយាយថាអាវុធវិញ្ញាណអីក៏ចាស់បែបនេះតែលោកមេប៉ាលេងសើចមែនទេចំណែកលោកមេប៉ារបស់យើងវិញគាត់ក៏បានលើសម្លេងរបស់កូនសិស្សផងដែរហើយក៏បានខឹងផងដែរប៉ុន្តែដោយមិនទាន់ដឹងពីអំណាចធម្មពលរបស់វាក៏បានយកចងកបិតតាំងតៅមនុស្សដាក់ទៅលើដុំថ្មតែបន្តិចក៏បានធ្វើឲ្យដុំថ្មនៅពីមុខរបស់គាត់បានផ្ទុះបែកខ្ទេចតែម្ដងដោយបានសាយភេទធម្មពលទាំងអស់នោះបាញ់ទៅលើមេឃបានចេញពលឺផ្ទុះយ៉ាងខ្លាំងហើយហេតុការណ៍នេះក៏បានឃើញដែរកូនសាក់លឿងនិងស្ដេចចចកផងដែរដែលកូនសាក់លឿងក៏បាននិយាយថែមទៀតថាមើលទៅវាពិតជាស្អាតខ្លាំងមែនទែនហើយស្ដេចចចករបស់យើងក៏បានភ្ញាក់ផ្អើលខ្លាំងមែនទែនដោយសារនេះគឺជាធម្មពលរបស់អ្នកខ្លាំងដែលបានបញ្ចេញមកហើយតួឯកប្រាប់របស់យើងក៏បានឃើញផងដែរហើយក៏បានប្រហែលថាអូទេយុទ្ធពេលពិតជាឆ្លេឯងហើយក៏បានបួងសួងថាសើក៏មានលុយចាយច្រើនហើយសាច់រឿងបានកាន់មកដល់កន្លែងលោកមេប៉ារបស់យើងវិញយើងបានឃើញសិស្ស3នាក់ក៏បាននិយាយថាកំបិតនេះពិតជាខ្លាំងមែនទែនហើយលោកមេប៉ារបស់យើងក៏បានត្រេកអរក្នុងចិត្តហើយក៏បាននិយាយក្នុងចិត្តផងដែរថាអរគុណលោកម្ចាស់យេដែលបានផ្ដល់កំបិតនេះមកឲ្យខ្ញុំហើយនៅពេលនោះលោកមេតារបស់យើងដែលជាតាសាក់សនេះឯងក៏បាននិយាយទៅកាន់កូនសិស្សរបស់គ្នាថាតែប៉ុណ្ណេះយើងមានអាវុធនៅក្នុងដៃហើយគ្មានអ្នកណាមកហ៊ានវាយប៉ះពាល់ជាមួយយើងទេកម្មដល់កន្លែងតាសាក់លើវិញកូនចៅរបស់ក៏បានរាយការណ៍ប្រាប់ថាលោកម្ចាស់យើងបានទទួលព័ត៌មានថាយើងនៅតាសាក់សក៏បានទទួលបានអាវុធវិញ្ញាណដ៏ខ្លាំងមួយផងដែរតើខ្ញុំគួរធ្វើអ្វីទៀតទៅលោកម្ចាស់នៅពេលនោះតាសាក់លឿងក៏បានបោះគ្រាប់ថ្នាំមួយឲ្យកូនចៅរបស់ខ្លួនហើយក៏បាននិយាយថាការងាររបស់ឯងត្រូវបានបញ្ចប់ហើយឯងអាចសម្រាប់បាននៅពេលនោះតាសាក់លឿងក៏បានធ្វើដំណើរទៅកញ្ញាម្នាក់ដែលជាកញ្ញាសព
ពណ៌ទឹកក្រូចហើយនេះក៏បាននិយាយថែមទៀតថាលោកម្ចាស់តើអ្នកគិតច្បាស់ទេដែលចង់យកអាវុធមួយនោះហើយសាច់រឿងក៏បានកាត់មកដល់កន្លែងដែលរក្សាអាវុធដែលអ្នកទាំងពីរបាននិយាយនេះឯងដែលមើលទៅពិតជាគួរឲ្យខ្លាចខ្លាំងមែនតើដែលនៅទីកន្លែងនេះក៏មានបរិបទពីរអ្នកផងដែរដែលគេបាននិយាយថាតើបងប្រុសតើប្រកាសទេដែលយើងត្រូវបើកទ្វារមួយនេះហើយបរិបទដែលបានពាក់អាវលើនោះក៏បាននិយាយថាវាគឺជាបញ្ជារបស់លោកម្ចាស់យើងត្រូវធ្វើវាបន្ទាប់ពីពួកគេបានបើកទ្វារនេះហើយក៏មានវិញ្ញាណជាច្រើនបានតាមចាប់ពួកគេហើយវិញ្ញាណទាំងអស់នោះក៏បានសម្លាប់អ្នកទាំងពីរចោលដោយសម្បីតែសត្វដែលនៅជិតនោះក៏មិនរស់ដែរក៏វិញ្ញាណទាំងអស់បានសម្លាប់ចោលទាំងអស់ដែរបន្តមកទៀតតាសក់លឿងក៏បានចុះមកព្រមទាំងជាមួយកញ្ញាសុខស្អាតបងតាហើយក៏បាននិយាយថែមទៀតថាទីបំផុតយើងត្រូវប្រើការវាម្ដងទៀតហើយមនុស្សទាំងអស់គឺនៅក្រោមបាតជើងរបស់យើងឥឡូវនេះហើយកញ្ញាសុខស្អាតក៏បាននិយាយថាដាវនេះគឺជាដាវវិញ្ញាណដ៏ខ្លាំងក្លាដែលបានចម្រាញ់ពេលមនុស្សស្លាប់អស់ជាច្រើននាក់ហើយដាវនេះក៏បានប្រែក្លាយជាវិញ្ញាណជាច្រើនចូលមកកាន់ដៃតាសក់លឿងហើយសាច់រឿងក៏បានកាត់ចូលមកដល់ព្រឹកស្អែកឡើងក៏មានសិស្ស3នាក់ក៏បានរត់ទៅហេតុហើយក៏បាននិយាយថាថ្ងៃនេះមានការប្រកួតរវាងមេប៉ាទាំងពីររួមមានមេប៉ារបស់យើងនិងមេប៉ាតាសក់សផងដែរហើយពួកគេក៏បាននិយាយថែមទៀតថាតាសក់លឿងគឺមានអាវុធវិញ្ញាណដ៏ខ្លាំងក្លាដែលចម្រាញ់មកពីជីវិតមនុស្សរាប់មិនអស់តាមមេប៉ារបស់យើងមានឱកាសឈ្នះដែរទេដែលមេប៉ាដែលពួកគេបាននិយាយនេះគឺជាតាសក់សនេះឯងហើយពួកគេក៏បានគិតថាលោកមេប៉ារបស់ខ្លួនគឺតបតែទទួលបានអាវុធមួយដ៏ខ្លាំងក្លាគឺប្រកាសជាមានឱកាសឈ្នះខ្លះហើយតាមម្ដងកន្លែងមួយទៀតវិញយើងក៏បានឃើញអ្នកភូមិនិងរួមមានតួឯកប្រុសរបស់យើងក៏បានទៅមើលការប្រកួតរវាងប៉ាន់ទាំងពីរផងដែរព្រោះឯការប្រកួតនេះគឺជាការកម្រហើយតួឯកប្រុសរបស់យើងក៏បានប្រកាសលក់កាយយិត្តរបស់គាត់ផងដែរដើម្បីស្រុំមើលការប្រកួតមួយនេះហើយតួឯកប្រុសរបស់យើងក៏បាននិយាយថាការប្រកួតនេះពិតជាកម្រហើយមនុស្សក៏ច្រើនហើយក៏លក់បានលុយច្រើនដែរនិយាយរួមទៅតួឯកនៅក្នុងរឿងនេះគឺមុខលុយតែម្ដងតាមម្ដងកន្លែងតាចាស់ពីរអ្នកវិញដែលគេកំពុងតែមើលមុខគ្នាដែរបាននិយាយអ្វីទាំងអស់ដោយមេប៉ាទាំងពីរបានឈរមកគ្នាអស់ជាច្រើនម៉ោងទើបតាសក់លឿងបានដាច់ចិត្តសួរថាកម្លាំងរបស់ឯងបានកើនឡើងខ្លាំងជាងមុនផងដែរជាសកម្មតែឯងលើកនេះមិនធ្វើឲ្យយើងអត់ខប់បំណងនោះទេហើយស្រាប់តែនៅពេលនោះតាសក់លឿងក៏បានបាក់ការវិប្រហាមុនទៅកាន់តាសក់សដែលមានកម្លាំងខ្លាំងផងដែរដែលល្បឿនរបស់ពួកគេពិតជាលឿនខ្លាំងមែនទែនឃើញតែពណ៌លឿងនិងពណ៌ស្វាយតែប៉ុណ្ណោះដោយមួយស្របក្រោយមកតាសក់សត្រូវបានតាសក់លឿងវាយមួយដៃទៅក្តាមមុខចំតែម្ដងពេលនោះបានធ្វើឲ្យតាសក់សបានដេកផ្ងាជើងបាសជើងទៅក្រោយផងដែរនៅពេលនោះកូនចៅរបស់គាត់ក៏បានរត់មកជួយផងដែរហើយពួកគេក៏បានសួរទៅកាន់លោកមេប៉ាផងដែរថាលោកមេប៉ាតើលោកប៉ាមិនអីទេមែនទេហើយនៅពេលនោះលោកមេប៉ាត្រូវជាតាសក់សរបស់យើងក៏បានងើបមកហើយក៏បាននិយាយថាកុំមកនៅពេលនោះតាសក់លឿងបានបញ្ចេញថាអំពើបោះស្វាយរបស់គាត់ក៏បានដើរមកកាន់តាសក់សថាតាថាអំពើរបាយមានតែប៉ុណ្្នេះមែនទេពិតជាធ្វើឲ្យយើងខំបំណងខ្លាំងមែនតើពេលនោះតាសក់លឿងក៏បាននិយាយថែមទៀតថាអូយើងដូចជាលើតែឯងទទួលបានអាវុធថ្មីសាប់សូវាមកឲ្យយើងមើលតើវាមានរូបរាងមិនដែរអាវុធវេទមន្តមែនទេដោយនៅពេលនោះតាសក់សក៏បានភ័យផងដែរតើគេដឹងថាខ្ញុំបានអាវុធវេទមន្តដោយតាសក់សក៏មិនទាន់បានបញ្ចេញអាវុធវេទមន្តរបស់គាត់ផងតាសក់លឿងក៏បានសើចហើយក៏បានងើបឡើងហើយក៏បានបញ្ចេញវាអាវុធវេទមន្តរបស់គាត់ចេញមកដែលអាវុធវេទមន្តមួយនេះមើលទៅពិតជាគួរឲ្យខ្លាំងមែនតើមានទាំងក្បាលខ្មៅនិងវិញ្ញាណជាច្រើនផងដែរដោយដើមមួយនេះកញ្ញាដ៏ស្រស់ស្អាតរបស់យើងក៏បាននិយាយថាដើមមួយនេះបានរួមបញ្ចូលជាមួយនឹងវិញ្ញាណរាប់មិនអស់រាប់ពាន់រាប់ម៉ឺនជាច្រើននាក់តែវាហៅវាឈ្មោះថាដើមវិញ្ញាណដែលនៅពេលនោះតាសក់សក៏បានបញ្ចេញអាវុធទៅរបស់គាត់ចេញមកផងដែរដែលជាអាវុធតាំងតោចាស់នេះឯងគ្រាន់តែឃើញបែបនេះភ្លាមតាសក់លឿងក៏បាននិយាយថាវាគ្រាន់តែជាកំបិតកាប់សាច់ជ្រូកធម្មតាតែប៉ុណ្ណោះនៅពេលនេះអ្នកដែលបានឈមមើលរួមទាំងមានកញ្ញាដ៏ស្រស់ស្អាតផងដែរក៏បានសើចថាវាគ្រាន់តែជាកំបិតចាស់មួយតែប៉ុណ្ណោះតើនេះមែនទេគឺជាអាវុធទៅដែលអ្នកបានលើកឡើងនៅពេលនោះតាសក់លឿងក៏បានបញ្ចេញថាអំពើយ៉ាងខ្លាំងហើយបានដើរទៅមុខហើយក៏បាននិយាយទៅកាន់តាសក់សថាឆាប់បញ្ចេញថាអំពើនៃអាវុធតាំងតោនេះឲ្យយើងឃើញមកតើវាខ្លាំងប៉ុណ្ណាទេនៅពេលនោះតាសក់សក៏បានយំម្លេះមហាមតាំងមែនទែនដោយនៅពេលនោះតួឯកប្រុសរបស់យើងក៏បានស្រែកថាឆាប់ឡើងឆាប់សូអំពីថាអំពើដែលចែកអំពីកំបិតនោះទៅហើយក៏បានស្រែកជេរទៅកាន់លោកមេប៉ាថាឆាប់ឡើងឆាប់វាយគ្នាល្អមើលទៅបើវាយគ្នាអត់ល្អមើលការលួចរបស់ខ្ញុំក៏លួចដាច់ដែរនៅពេលនោះតាសក់សក៏បានលើសំឡេងរបស់តួឯកប្រុសរបស់យើងក៏បានស្រែកប្រាប់ផងដែរក៏បានធ្វើឲ្យគាត់មានកម្លាំងប្រយុទ្ធខ្លាំងមែនទែនហើយក៏បានកាន់តាំងកបិតតាំងតោរបស់តួឯកប្រុសរបស់យើងបានឲ្យនេះបានយ៉ាងណែនហើយក៏បាននិយាយថាមិនអីទេខ្ញុំយកឈ្នះវាបានលោកម្ចាស់ហើយតាសសក៏បាននិយាយថាចាប់តាំងពីមកដល់ទីនេះហើយមិនអីទេឯងវាប្រហែលយើងមុនមកដោយតាសក់លឿងខ្ជិលទឹកយូរនាំតែប្អូនតាសក់ក៏បានលោតកាប់តាសក់តែម្ដងនៅពេលនោះតាសក់ក៏បានយើកំបិតរបស់គាត់បានហើយក៏បានកាប់កវាសមួយទៅក៏បានចេញថាអំពើយ៉ាងខ្លាំងដោយចំហាយនៃកំបិតមួយនោះបានធ្វើឲ្យតាសក់លឿងដាច់ដៃមួយខាងផងដែរហើយក៏បានធ្វើឲ្យកញ្ញាដ៏ស្រស់ស្អាតរបស់យើងក៏បានភ្ញាក់ផ្អើលមិនថែនជាមួយនឹងថាអំពើដែលចេញអំពីកំបិតតាំងតោកាប់សាច់ជ្រូកដ៏ចាស់មួយនេះដោយមិនទាន់អស់ទេថាអំពើរបស់កំបិតមួយនេះបានធ្វើការកាត់ក្នុងមជ្ឈិហេនិងបានផ្សាយភេទដល់កញ្ញាដ៏ស្រស់ស្អាតផងដែរហើយសិស្សរបស់តាសក់សក៏បាននិយាយថាអូកម្លាំងរបស់កំបិតនេះពិតជាខ្លាំងមែនទែនដែលអាចកាត់ដៃរបស់តាសក់លឿងបានដោយតាសក់លឿងត្រូវបានចាញ់ហើយកញ្ញាដែលស្រស់ស្អាតរបស់យើងក៏បាននៅទៅផងដែរហើយតាសក់សក៏បាននិយាយថាជ័យជំនះថ្ងៃនេះគួរតែអរគុណដល់លោកម្ចាស់យាយហើយបើគ្មានគាត់
គឺមិនមានថ្ងៃនេះទេហើយអ្នកនៅទីនេះក៏បាននិយាយថាអូលោកម្ចាស់ជេមកទៅគាត់ប្រហែលជាខ្លាំងហើយទៅអាចបង្កអាវុធមួយនេះមកឲ្យលោកមួយប៉ាក់បានកំដៅយីហ្វានរបស់យើងវិញអេកតាន់ទៅដោយមិនយូរប៉ុន្មានអ្នកដែលឈរមើលនោះក៏បានទៅអស់ហើយក៏បានធ្វើឲ្យយីហ្វានរបស់យើងអង្គុយយំតែម្ដងដោយសារតែគ្មានអ្នកតែងកៅចិត្តរបស់គាត់កម្មដល់កន្លែងស្នាក់នៅរបស់តាសាក់លឿងវិញក៏បានស្ដីឲ្យអ្នកក្រុមអង្គរបស់ខ្លួនថាយើងបានឲ្យអានទៅរកប្រជាចារដែលបានផ្ដល់អាវុធទៅកាន់តាសាក់សមិនក៏ឯងមកវិញដោយមិនបានដំណើរអ្វីសោះអញ្ចឹងបានធ្វើឲ្យតាសាក់លឿងពិតជាខឹងខ្លាំងមែនទែនដល់ពេលនោះកញ្ញាសស្អាតរបស់យើងគាត់បាននិយាយថាលោកគ្រូតាឲ្យខ្ញុំទៅរកប្រជាចារនោះបានទេហើយតាសាក់លឿងក៏បាននិយាយថាឯងមិនបាច់ទេកំណត់របស់ឯងនៅខ្សោយណាស់ហើយតាសាក់លឿងក៏បានហៅឈ្មោះវូឈិនដែលបរិបទដែលមានសក់ពណ៌ប្រៃមេឃមួយនេះដែលគាត់មានឈ្មោះថាមូឈិនហើយតាសាក់លឿងក៏បាននិយាយថាតើឯងដឹងអ្វីដែលឯងត្រូវធ្វើហើយមែនទេហើយប្រូសាក់ខៀវក៏បាននិយាយថាបានខ្ញុំដឹងហើយលោកគ្រូកម្មដល់ផ្ទះរបស់យីហ្វានវិញដែលជាផ្ទះរបស់តួឯកប្រាប់របស់យើងនេះឯងប្រូសាក់លឿងក៏បាននិយាយថាមនុស្សដែលមានតែមួយម៉ាត់យើងត្រូវតែសម្លាប់ចោលទាំងអស់ហាពេលដល់ទៅដល់មុខផ្ទះតួឯកប្រាប់របស់យើងប្រូសាក់ខៀវក៏បានឈប់បន្តិចហើយក៏បានប្រើភ្លើងដែលនៅចុងម្រាមដៃរបស់គាត់តទៅកាន់ផ្លាកឈររបស់ផ្ទះតួឯកប្រាប់របស់យើងដើម្បីចង់តេស្តដឹងថាតើនៅទីនេះមានក្បួនការពារដែរឬទេនៅពេលដែលគ្មានរឿងអ្វីកើតឡើងប្រូសាក់លឿងក៏បានដើរជន់ទៅកាន់ផ្ទះតួឯកប្រាប់របស់យើងហើយក៏បាននិយាយថែមទៀតថាផ្ទះប្រជាចារមួយទាំងមូលក៏គ្មានក្បួនការពារមួយសោះអញ្ចឹងគ្រាន់តែប្រូសាក់ខៀវនិយាយចាប់ភ្លាមភ្លើងពណ៌មាសមួយក៏បានលេចឡើងហើយក៏បានជះអាវុធជាច្រើនបង្កើតបានក្បួនវេប្រហារយ៉ាងខ្លាំងហើយប្រូសាក់លឿងខេបនេះក៏បានទាញត្បូងរបស់គាត់ចេញមកដែលត្បូងនេះមានកម្លាំងការពារខ្លាំងមែនទែនដោយនៅពេលដែលប្រូសាក់លឿងនិយាយចាប់ត្បូងមនុស្សបានធ្វើការវាយប្រហារសម្រាប់អាសក់លឿងចោលតែម្ដងនៅសល់ត្រឹមតែត្បូងមួយនោះហើយទុកជ្រុះចោលនៅមុខផ្ទះរបស់តួឯកប្រាប់របស់យើងមួយសន្ទុះក្រោយមកតួឯកប្រាប់របស់យើងក៏បានដាំដងហើយទៅគាត់ក៏បានរើសឡើងអូយថ្មមួយនេះស័ក្តិសមនឹងផ្ទះរបស់ខ្ញុំខ្លាំងមែនតើក៏បានដាក់ចូលកន្លែងដែលបាក់បែកនោះសាច់រឿងក៏បានកាត់មកដល់កន្លែងយើងបានឃើញតាចាស់ម្នាក់កំពុងតែបង្ហាញអាវុធរបស់គាត់ដែលជារនាស់មួយនេះឯងដែលមើលទៅពិតជាមានកម្លាំងខ្លាំងមែនតើហើយគាត់ក៏បាននិយាយថែមទៀតថាបន្ទាប់ពីបងអូនចេះបានឃើញអាវុធមួយនេះហើយគាត់ជាឆ្ងាយសរសើរខ្ញុំជាមិនខាននៅពេលនោះតួឯកប្រាប់ឲ្យយើងក៏បានដាំដោតហើយក៏បាននិយាយថាតែនេះមែនទេគឺជាអាវុធតំនដែលអ្នកបាននិយាយឲ្យខ្ញុំស្ដាប់ខ្ញុំមើលទៅវាដូចជាមិនយកជាអាវុធវេទមន្តសោះវាគ្រាន់តែជារនាស់ព្យួរដីមើលតែប៉ុណ្ណោះតែអ្នកយកមកនេះចោលខ្ញុំជួសជុលឲ្យមែនទេនៅពេលនេះតាចាស់សក់សក៏បានកៀងជាខ្លាំងព្រោះអាវុធនេះគឺជាអាវុធវេទមន្តដោយតាសក់សមួយនេះពិតជាខឹងខ្លាំងមែនទែនខឹងឡើងផ្នែកចេញពណ៌ស្វាយដោយសារតែយីហ្វានរបស់យើងបានមើងងាយអាវុធរបស់គាត់ថាជាអាវុធអន់ហើយយីហ្វានគាត់ក៏បាននិយាយថាមិនអីទេចាំខ្ញុំជួសជុលវាឲ្យ